ពីស្តុបនោះមកពីខាងស្តុបអ៊ីអន2នេះមកអញ្ចឹងបានពីត្បូងមកជើងណាបាទហើយម៉ូតូពីជើងមកត្បូងពីជើងទៅត្បូងហើយម៉ូតូលឿនប៉ុណ្ណាណាលឿនមធ្យមម៉ូតូតែឡានលឿនបងអាពេលហ្នឹងមានស្ទះផ្លូវមានអីអត់បងគាត់មានស្ទះផ្លូវវាលតែគាត់ចែកគាត់ជិះចូលអូវ៉ាជែងបាទចូលកន្លងគេអូវ៉ាជែងចូលកន្លងគេហើយបុកម៉ូតូមកទំហឹងតែម្ដងហើយអាពេលដែលកើតហេតុព្រាមហ្នឹងម្ចាស់រថយន្តគាត់មានបានចុះមកមើលជនរងគ្រោះយ៉ាងម៉េចដែរហើយអូនអត់ទេបងគាត់នៅក្នុងឡានតែទុំមកទីអូពេលដែលបុកភ្លាមហ្នឹងគាត់នៅអង្គុយក្នុងឡានអត់ទាន់ចុះទេតែដល់ពេលចុះមកវិញអត់បានមើលទេឬក៏មិនដើរទៅកាក់ប៉ាស្អាប់ជិះខាងមុខទៅបាត់អូនេះម៉ូតូទៀតម្ដងហ្នឹងម៉ូតូទៀតម្ដងហ្នឹងហើយមនុស្សកលេទៅឃើញមនុស្សឃើញស្ងាត់បានមកបាត់ហ្នឹងគឺបុកភ្លាមហ្នឹងស្លាប់ភ្លាមតែម្ដងណាហើយចុះនៅអ្នកបើកបោះក្នុងឡានហ្នឹងមានប៉ុន្មានអ្នកដែរអូន2នាក់មកអូស្រី2នាក់វ័យកណ្ដាលអាយុប្រហែល20ជាងណា20ស្ដាងអញ្ចឹងហើយធ្វើសកម្មភាពមិនពេលដែលបុកភ្លាមហ្នឹងគាត់មានបានមើលជនរងគ្រោះអត់ទេបងចោះមកចុចទូរស័ព្ទហៅគ្រូសាប្រហែលជួយហៅគ្រូសាហើយដើរទៅ5ដើរទៅរហូតឬក៏ជិះអីគេតទៀតដើរទៅដល់មុខផាសអេបគេដេញហៅទៅអញ្ចឹងហ៎អូផាសអេបគេដុបឡើងទៅចូលទៅហ្មងអញ្ចឹងណាហើយអញ្ចឹងក្នុងឡានមានតែមនុស្សស្រី2នាក់ណា20ជាងណាបាទអូហើយបើកលបឿនប៉ុណ្ណាណាលឿនលឺសំឡេងខ្លាំងហ៎ខ្លាំងដូចផ្ទុះក្នុងឡានអញ្ចឹងអូគាត់ទៅលេងមកភឹងគឺចង់ឃើញហេតុការណ៍ម៉ូតូហោះមកដល់នេះបាត់ហើយមកភឹងហ្នឹងអូបាទអរគុណច្រើនអូនបាទអរគុណបាទតាមការបញ្ជាក់របស់បងអូនប្រុសនេះគឺគាត់មិនបានឃើញច្បាស់ទេប៉ុន្តែគាត់តែដឹងថាលឿនឮតែសំឡេងមកពឹងតែម្ដងឃើញម៉ូតូកលេងមកឃើញម៉ូតូខ្ទាតមកនេះមុនហើយបានបែរទៅឃើញមនុស្សហើយនឹងរថយន្តហើយអ្នកដែលបើកបរហ្នឹងមានតែអ្នកដែលធ្វើដំណើរហ្នឹងគឺមានមនុស្សស្រី2នាក់ប្រហែលជា20ឆ្នាំជាងបាទតេទូរស័ព្ទចុះលើឡានមកហ្នឹងតេទូរស័ព្ទដើរទៅនោះហ្នឹងគឺបានឡើងកង់3ជិះទៅបាត់តែម្ដងអូនេះម៉ូតូស្គប់2នេះកែបបងប្អូនដាច់កែបលបើកចេញមកខាងក្រៅហើយម៉ូតូបុកនៅនោះហើយមនុស្សនៅនោះផ្លោងចេញមកនេះដល់ខ្ទាតដល់ចង់30-40 ម៉ែត្រនេះម៉ូតូស្គប់2ដល់វល់ខាងមុខរួញចូលគ្នានេះគឺរថយន្តដែលបង្កស្លាកលេខរថយន្តកម្ពុជា VC 8989តាមការបញ្ជាក់របស់បងប្អូនប្រជាពលរដ្ឋដែលគាត់បានឃើញហេតុការណ៍ហ្នឹងថាម្ចាស់រថយន្តដែលមានគ្នា2នាក់ចុះពីលើរថយន្តមកហ្នឹងឡើងកង់3ជីកកិច្ចខ្លួនបាត់ពីកន្លែងកើតហេតុតែម្ដងបងប្អូនបាទហើយនេះបាទឥឡូវនេះរថយន្តអវតារបងប្អូនបាទពណ៌ខ្មៅហើយស្លាកលេខនោះហើយផ្លោងម៉ូតូហ្នឹងប្រហែលជា30-40 ម៉ែត្រហើយមនុស្សហ្នឹងនៅមុខឡានប្រហែលជា10 ម៉ែត្រទេបងប្អូនបាទហើយមិនដឹងថាគាត់បើកបរក្នុងស្ថានភាពយ៉ាងណាទេមើលថាកញ្ចក់ហ្នឹងក៏បែកអស់ហើយកញ្ចក់ខាងមុខក៏បែកដែរបងប្អូនបាទហើយឥឡូវរថយន្តសង្គ្រោះមកហើយប៉ុន្តែមិនដឹងយ៉ាងម៉េចទេបងប្អូនបាទគឺប្រហែលមិននេះទេគ្មានសង្ឃឹមទេបងប្អូនបាទបាយហើយស្លាប់កន្លែងនេះពុកលីបាទពុកលីបាទប្រហែលគាត់បានពាក់មួកម៉ូតូហ្នឹងមើលទៅតាមការបញ្ជាក់របស់គ្រូពេទ្យហ្នឹងគាត់ថាត្រូវក្បាលធ្ងន់ធ្ងរបងប្អូនបាទប្រហែលជាផុងអលាហើយជើងគឺបាក់ដឹងប្រហែលកណាត់ទេគឺវាចអស់ហើយបងប្អូនបាទចូលរួមសោកស្ដាយដល់សាច់ញាតិគ្រួសារជនរងគ្រោះផងបងប្អូនបាទរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកសែនសុខគាត់បានមកហើយពិនិត្យមើលទៅលើជនរងគ្រោះហើយគឺរបួសធ្ងន់ធ្ងរត្រង់ក្បាលហើយនឹងបាក់ជើងហើយបាទហើយឥឡូវនេះគឺមិនទាន់រកសាច់ញាតិជនរងគ្រោះអត់ទាន់រកអត្តសញ្ញាណអីដើម្បីទំនាក់ទំនងទៅខាងសាច់ញាតិជនរងគ្រោះបានដល់ឡើយទេបងប្អូនបាទហេតុការណ៍នេះគឺនៅវេលាម៉ោង 11:30 នាទីយប់ត្រូវនឹងថ្ងៃទី28 ខែកក្កដាឆ្នាំ2026បាទហើយហេតុការណ៍នេះយ៉ាងណានោះទុកឲ្យទៅខាងសមាជិកធ្វើការតាមជំនាញទៅចោះបងប្អូនបាទខាងសមាជិកទាំងមូលដ្ឋានទាំងសមាជិកជំនាញក៏បានមកដល់ទីតាំងកន្លែងកើតហេតុនេះផងដែរហើយមុននឹងបិទបញ្ចប់ការផ្សាយនេះសូមផ្ដាំផ្ញើដល់ពុកម៉ែបងប្អូនដែលធ្វើដំណើរតាមដងផ្លូវមិនថាឡានមិនថាម៉ូតូសូមមេត្តាបើកបរដោយមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរពេលដែលមានបញ្ហាទៅគ្មានអ្នកណាឈឺចាប់ជាងខ្លួនយើងនិងក្រុមគ្រួសាររបស់យើងទេខ្ញុំបាននឹងក្រុមការងារសូមអរគុណនិងសូមគោរពលា